នៅក្នុងថ្ងៃមុនយើងបានស្គាល់រួចមកហើយពីប្រាសាទចុងស្រុកនៅក្នុងថ្ងៃនេះយើងនឹងទៅស្គាល់ពីប្រាសាទព្រះវិហារច័ន្ទជាមួយគ្នាបន្តទៀតប្រាសាទព្រះវិហារច័ន្ទឬប្រាសាទវិហារច័ន្ទស្ថិតនៅភូមិរោងដំរីឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែងដែលមានចម្ងាយប្រមាណ30គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែងបើយោងតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាប្រាសាទនេះបានសាងសង់នៅលើជើងភ្នំបាភ្នំហើយអាចត្រូវបានកសាងឡើងក្នុងចន្លោះសតវត្សទី1ដល់សតវត្សទី6ឬអាចនិយាយបានថាស្ថិតនៅក្នុងសម័យនគរភ្នំប៉ុន្តែបើតាមឯកសារផ្សេងទៀតបានបង្ហាញថាប្រាសាទនេះត្រូវបានកសាងឡើងនៅសម័យអង្គរដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាក្នុងស្ថានភាពបច្ចុប្បន្នវាពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលប្រាសាទនេះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងអស់ទៅហើយក្នុងរបបខ្មែរក្រហមចំពោះរូបរាងដែលនៅសេសសល់របស់ប្រាសាទនេះគឺបានកសាងឡើងពីថ្មបាយក្រៀមនិងថ្មភក់ក៏ប៉ុន្តែយើងមិនអាចដឹងអំពីទំហំនិងរូបរាងជាក់លាក់របស់ប្រាសាទនេះបានទេពីព្រោះក្នុងពេលបច្ចុប្បន្ននៅសល់ត្រឹមតែខឿននិងស៊ុមទ្វារចូលតែប៉ុណ្ណោះពលគឺយើងមិនអាចដឹងពីលក្ខណៈលម្អិតបានទេថាតើមានទ្វារចូលទ្វារបញ្ឆោតសសរពេជ្រផ្តែរនិងកំពូលមានការរចនាបែបណាខ្លះនោះទេរីឯផ្នែកខាងក្នុងរបស់ប្រាសាទយើងឃើញមានរូបចម្លាក់ចំនួន3តែត្រូវបានជនខិលខូចលួចកាត់ព្រះកេសយកទៅក៏ប៉ុន្តែត្រូវបានគណៈកម្មការដែលពាក់ព័ន្ធបានរៀបចំព្រះកេសថ្មីជំនួសវិញត្រង់ចំណុចនេះដោយខ្ញុំពុំមែនជាអ្នកបច្ចេកទេសឬជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទូដូច្នេះខ្ញុំក៏មិនអាចដឹងដែរថារូបចម្លាក់ទាំង3ខាងលើជារូបទេពអ្វីឬមានការតំណាងជាព្រះនាមអ្វីខ្លះនោះទេព្រោះពុំទាន់ឃើញមានការបង្ហាញពីព្រះនាមនៅឡើយទេហើយក៏ពុំបានដឹងថារូបចម្លាក់ទាំង3នេះកសាងឡើងតាំងពីពេលណានោះដែរត្រង់ចំណុចនេះខ្ញុំសូមធ្វើការសន្និដ្ឋានលើរូបចម្លាក់ទាំង3នេះតែការសន្និដ្ឋាននេះគ្រាន់តែជាការលើកឡើងដោយការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះពោលគឺពុំមែនជាអ្នកដែលចេះឬស្គាល់ពីរូបចម្លាក់នោះទេដោយតាមការរៀបរាប់ខាងលើទី1ប្រាសាទនេះអាចជាប្រាសាទដែលកសាងឡើងនៅក្នុងសម័យអង្គរដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាទី2ប្រាសាទនេះអាចជាប្រាសាទដែលកសាងឡើងនៅក្នុងសម័យនគរភ្នំដូច្នេះអ្វីត្បិតតែប្រាសាទនេះមានការលើកឡើងក្នុងការសាងសង់ចំនួន2សម័យកាលខុសគ្នាក៏ពិតមែនក៏ការកសាងប្រាសាទនេះគឺឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនាដូចគ្នាព្រោះនៅក្នុងសម័យនគរភ្នំក៏មានការគោរពទៅលើព្រហ្មញ្ញសាសនាដែរដូច្នេះរូបចម្លាក់ទាំង3ខាងលើនេះគឺអាចជាការតំណាងឲ្យព្រះអាទិទេពឬទេវៈទាំង3ដែលមានដូចជាព្រះព្រហ្មព្រះវិស្ណុនិងព្រះសិវៈតែមិនមែនឲ្យតែមានរូបចម្លាក់ចំនួន3គឺសុទ្ធតែជាការតំណាងឲ្យព្រះទាំង3នេះនោះទេពោលគឺក៏អាចជារូបទេពផ្សេងពីនេះក៏អាចថាបានដែរតែនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះព្រោះតាមការស្រាវជ្រាវខ្ញុំនៅមិនទាន់បានរកឃើញពីការបង្ហាញពីព្រះនាមរបស់រូបចម្លាក់ទាំង3នេះនោះទេជាមួយគ្នានេះក្នុងពេលបច្ចុប្បន្នយើងក៏ឃើញមានរូបចម្លាក់ព្រះពុទ្ធអង្គចំនួន2នៅក្នុងប្រាសាទនេះដែរដែលគេដាក់តម្កល់សម្រាប់ជាការគោរពបូជាតាមបែបព្រះពុទ្ធសាសនាក្នុងសម័យបច្ចុប្បន្នអ្វីត្បិតតែប្រាសាទនេះមានការបែកបាក់ស្ទើរតែទាំងស្រុងក៏ពិតមែនក៏ប៉ុន្តែអ្នកស្រុកភូមិនៅតែមានជំនឿនិងនៅតែមានការគោរពបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនផងដែរលើសពីនេះទៅទៀតក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចុះបញ្ជីប្រាសាទព្រះវិហារច័ន្ទនេះជាសម្បត្តិវប្បធម៌ជាតិព្រមទាំងមានការការពារការមើលថែជាប្រចាំផងដែរបន្ថែមពីនេះទីតាំងប្រាសាទយើងក៏ឃើញមានការធ្វើជារោងដែកប្រក់ស័ង្កសីគ្របពីលើប្រាសាទនេះដើម្បីការពារកុំឲ្យត្រូវទឹកភ្លៀងជៀសវាងមានការបែកបាក់បន្ថែមម្យ៉ាងវិញទៀតគឺដើម្បីងាយស្រួលសម្រាប់បងប្អូនចូលទៅគោរពបូជាជាដើមលើសពីនេះទៅទៀតប្រាសាទព្រះវិហារច័ន្ទក៏ជាកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់មួយដែរដែលមាននៅក្នុងខេត្តព្រៃវែងដូច្នេះសូមបងប្អូនទាំងអស់គ្នា
ចូលរួមថែរក្សាឲ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយព្រមទាំងចូលរួមលើកតម្កើងនិងជួយផ្សព្វផ្សាយឲ្យបានច្រើនដើម្បីឲ្យកាន់តែមានអ្នកស្គាល់និងមានអ្នកមកទស្សនាប្រាសាទនេះឲ្យកាន់តែច្រើនឡើងហើយក៏សង្ឃឹមថានឹងមានការចូលរួមពីបងប្អូនទាំងអស់គ្នាដើម្បីថែរក្សាសម្បត្តិវប្បធម៌បុរាណបើទោះបីជាប្រាសាទនេះមានការខូចខាតយ៉ាងនេះក្តី